ជំរាបសួរប្រិយមិត្តជាទីមេត្រីជួបជាមួយនឹងខ្ញុំបាទ AB មើលរឿងដៃជប់សម្រាប់ថ្ងៃនេះផងដែរខ្ញុំបានរួមវគ្គតគ្នាមួយទល់នឹងរឿងកណ្ដាប់ដៃប្រហាមេបន្តទៀតអញ្ចឹងចង់ដឹងថានៅក្នុងពាក្យនេះលោកមកបណ្ណានោះកុំភ្លេចតាមបានជាមួយនឹង admin ទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាមុនពេលដែលយើងចូលទៅទស្សនារឿងនេះខ្ញុំបាទ admin មើលរឿងដៃជប់ក៏សូមអ្នកទាំងអស់គ្នាជួយធ្វើការ subscribe មកជែកខ្ញុំបានព្រមទាំងតែសញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗមុនគេបងអស់ហើយកុំភ្លេចចូលទៅចុច share និង like នៅក្នុង Facebook admin ទាំងអស់គ្នាផងណាបន្ទាប់ពីអាណាចក្រអមតៈមកធ្វើការវាយលុកមកលើកុសសម្ព័ន្ធស៊ីនជ័យរួចមកប្រជាជននៅផ្ទះសម្បែងនានាត្រូវបានបំផ្លាញទាំងស្រុងចំណែកមនុស្សចាស់ប្រុសស្រីក៏ត្រូវរងរបួសជាច្រើនអ្នកថែមទៀតផងរីឯអ្នកស្រីកុងស៊ឺក៏ជីកការបានកូនប្រុសម្នាក់នៅក្នុងពេលនឹងផងដែរបន្ទាប់ពីនឹងមកទៀតកុសសម្ព័ន្ធស៊ីនជ័យក៏បានផ្លាស់ប្ដូរទីលំនៅចូលមករស់នៅក្នុងឡានថ្មមួយដែលលោកតាហ្វូស៊ីធ្លាប់បានឲ្យប្រជាជនទាំងអស់មកជីកវាពីនឹងមកទៀតក៏ឃើញវូកាងកំពុងត្រូវអ្នកស្រីកុងស៊ឺប្រើវិជាសាព្យាបាលរបួសឲ្យគាត់នេះទូប្ររបស់យើងពិតជាត្រូវធ្ងន់ធ្ងរខ្លាំងមែនទែនលើកនេះអ្នកស្រីកុងស៊ឺខំប្រឹងប្រែងប្រាយុទ្ធសាស្ត្រព្យាបាលរបស់គាត់ស្ទើរតែអស់ពីខ្លួនទៅហើយដល់ហើយក៏បាននិយាយប្រាប់សុងស៊ីដែរថាដៃម្ខាងរបស់វូកានត្រូវខូចធ្ងន់ធ្ងរខ្លាំងណាស់ទោះជាយកអ្នកដែលមានវិជ្ជាព្យាបាលមកពីអាណាចក្រអមតៈក៏ពិបាកនឹងព្យាបាលដែរបានមួយសន្ទុះវូកានក៏សិតតែដឹងខ្លួនឡើងមកវិញនេះគ្រាន់តែដឹងខ្លួនមកវិញភ្លាមគាត់ក៏ចង់ទៅសងសឹកជាមួយនឹងស៊ីស៊ីងភ្លាមឃើញចឹងអ្នកស្រីកុងស៊ឺក៏បាននិយាយថាតាមរបួសរបស់ឯងត្រូវការពេលសម្រាប់ព្យាបាលយូរណាស់មិនចាំបាច់ប្រញាប់ទៅរកគេពេញនោះទេស៊ីស៊ីងគេគឺជាមនុស្សកាន់សច្ចធម៌និយាយមកណាគឺមកដឹងនិយាយចោលពួកគាត់ក៏បាននៅគ្នាដើរចេញទៅទុកឲ្យវូកាសម្រាប់បន្តបន្ទាប់ពីនឹងមកអ្នកស្រីកុងស៊ឺក៏បាននិយាយប្រាប់សុងស៊ីថាមើលទៅពួកយើងប្រហែលជាមិនចាំបាច់ទៅរកទីជម្រកថ្មីនោះទេព្រោះឡានថ្មភ្នំមួយនេះលោកតាហ្វូស៊ីបានឲ្យពួកយើងមកជីកវាតាំងពីមិនទាន់កើតហេតុមកម្លេះគាត់ដឹងមុនមកទៅហើយថាកុសសម្ព័ន្ធរបស់យើងប្រកាសជាជួបគ្រោះថ្នាក់នៅក្នុងថ្ងៃណាមួយឥឡូវនេះវូកាក៏មិនទាន់ជាសះស្បើយអញ្ចឹងយើងមិនបាច់មកខំចាស់ចេញពីទីនេះនោះទេស្របពេលនេះដែរក៏លឺសំឡេងលៀងពីមនុស្សកំពុងនិយាយគ្នាអំពីរឿងបាយខៃនេះប្រជាជននៅក្នុងកុសសម្ព័ន្ធស៊ីនជ័យស្រឡាញ់នៅអាណត្តិតួឯកស្រីរបស់យើងនេះខ្លាំងណាស់ព្រោះនាងគឺជានារីម្នាក់ដែលចេះជួយយកអាសាគេថែមទាំងមានជំនាញធ្វើម្ហូបយ៉ាងឆ្ងាញ់ទៀតផងហើយអ្នកទាំងអស់គ្នាពិតជាបារម្ភពីនាងដែលត្រូវស៊ីស៊ីងចាប់យកទៅពិតមែនចំណែកឯស្រីសាឡានហើយនឹងស៊ីឌៀននៅវិញបន្ទាប់ពីពួកគេរកគេខ្លួនបានហើយពួកគេក៏បានមកដល់ក្នុងព្រៃមួយកន្លែងអាឡានក៏បាននិយាយប្រាប់ស៊ីឌៀនថាលោកមិនគួរណាជួយខ្ញុំទុកអកើចោលនោះទេគ្រាន់តែលើឈ្មោះអកើស៊ីឌៀនក៏កើតកំហឹងតែម្ដងអាកូននេះនៅតែចំណែនខឹងនឹងវូកាងមិនទាន់បានតតែសោះបានមួយសន្ទុះពលឺភ្លើងរបស់កុសសម្ព័ន្ធស៊ីនជ័យក៏បានមកចេញមកក្រៅវាជាសញ្ញាបញ្ជូនទៅដល់ប្រជាជនរបស់គេថាកុសសម្ព័ន្ធរកបានទីលំនៅថ្មីហើយមិនចាំយូរស្រីសាឡាងក៏បានប្រាយុទ្ធសាស្ត្ររបស់នាងប្រែក្លាយទៅជាមេបាវហើយចាស់ចេញទៅរីឯស៊ីឌៀនក៏តាមមកជាមួយនឹងគ្នានឹងដែរវិលចូលមកឡានថ្មវិញបន្ទាប់ពីឡានត្រឡប់មកវិញនាងក៏បានដើរមករកវូកាងដំបូងឃើញទូប្ររបស់យើងកំពុងតែប្រឹងហាត់វិជាគុណតែម្នាក់ឯងតែដៃនឹងរបួសរបស់គាត់មិនទាន់ជាសះស្បើយស្រីសាឡាងក៏បានសួរពីអាការៈជំងឺនិងធម្មពលដែលស្ថិតនៅក្នុងខ្លួនរបស់គាត់តែពេលនេះយ៉ាងម៉េចទៅហើយវូកាងក៏បានឆ្លើយតបទៅវិញទាំងមុខក្រៀមក្រំដែលស្ទើរតែគាត់មិនអាចយកឈ្នះជាមួយនឹងស៊ីស៊ីងដើម្បីជួយប្រជាជនកើពីទឹកដីស៊ីនយ៉ាងនេះបានអាឡានក៏បានសួរថាតើលោកមានដឹងទេថាហេតុអ្វីបានជាលោកតាហ្វូស៊ីជ្រើសរើសយកលោកមកហាត់វិជាគុណនៅក្នុងតំបន់របស់ពួកយើងនិងក៏ព្រោះតែលោកគឺជាកូនស្ដេចស៊ីងវូកាងឬបែបនេះទូពលរបស់យើងទើបដឹងថាទាំងអស់នេះគឺជាការមើលឃើញទុកមុននៃការចាប់ផ្ដើមរបស់គាត់ទើបបានជាលោកតាហ្វូស៊ីទៅរកគាត់ដល់កន្លែងជីកត្បូងនិងប្រើនៅវិជាធម្មពលកណ្ដាប់ដៃមួយនេះមកឲ្យគាត់អាឡានក៏បាននិយាយបន្ថែមទៀតថាដោយសារតែការមើលឃើញពីអនាគតការរបស់លោកតាហ្វូស៊ីគាត់ក៏ចង់ឲ្យលោកបាននៅកម្ពុជាធម្មពលពន្លឺវាជាធម្មពលមួយដែលអាចទប់ទល់ជាមួយនឹងហៃឡុងបានហើយពួកយើងសង្ឃឹមថាលោកក៏អាចសម្រេចវានៅថ្ងៃណាមួយបានដែរបន្ទាប់ពីអាឡាននិយាយរឿងទាំងអស់នេះហើយវូកាងក៏ได้ចិត្តសន្យាថាស៊ីស៊ីងគឺជាអ្នកទី1ដែលគាត់ត្រូវយកឈ្នះឲ្យបាននិយាយរួចហើយអាឡានក៏បានឲ្យវូកាងឆាប់ចូលសម្រាដើម្បីឲ្យរបួសរបស់គាត់ឆាប់ជាសះស្បើយពីនឹងមកទៀតអ្នកដែលនៅក្នុងកុសសម្ព័ន្ធស៊ីនជ័យទាំងអស់ក៏បានមកប្រជុំគ្នាអ្នកស្រីកុងស៊ឺក៏បាននិយាយទៅកាន់អ្នកទាំងអស់គ្នាថានៅពេលនេះកុសសម្ព័ន្ធស៊ីនជ័យរបស់យើងត្រូវបានអាជ្ញាចក្រអមតៈចូលមកបំផ្លិចបំផ្លាញធ្វើឲ្យប្រជាជនខ្លះរត់ចោលទីលំនៅឋានអ្នកខ្លះទៀតក៏ត្រូវបាត់បង់បងប្អូនតែសំណាងដែលក្មេងៗទាំងអស់មិនមានណាមានគ្រោះថ្នាក់ណាមួយឥឡូវនេះស៊ីងស៊ូគួយក៏បានចាប់យកលោកតាហ្វូស៊ីឪពុករបស់នាងទៅបាត់ទៅហើយអញ្ចឹងពួកយើងមិនអាចធ្វើអ្វីការនោះទេមានតែចាំរបួសគ្រប់គ្នាជាសះស្បើយទើបពួកយើងរៀបចំកុសសម្ព័ន្ធថ្មីពេលទាំងអស់នេះក៏បានធ្វើឲ្យវូកានដែលដើរនៅខាងក្រោមលឺពេញត្រចៀករបស់គាត់មានន័យទូពលរបស់យើងក៏ដើរឡើងទៅសួរតែម្ដងថាហេតុអ្វីបានជាលោកតាហ្វូស៊ីត្រូវគេចាប់ខ្លួនមិនមាននរណាប្រាប់ខ្ញុំសូម្បីតែម្នាក់សេសាឡាងក៏បានសុំពេលអ្នកទាំងអស់គ្នានិយាយរឿងរ៉ាវប្រាប់ទៅវូកាងដោយសារតែបែបនេះហើយទើបបានជាគាត់និយាយប្រាប់ឲ្យលោកតស៊ូនៅកន្លែងជីកត្បូងថ្មព្រោះបើសិនជាពួកគេដឹងថាចៅប្រុសរបស់លោកតាហ្វូស៊ីនៅរស់ដែលត្រូវជាកូនសាច់ស៊ីងផងនោះអានឹងចាអមតៈទាំងអស់ប្រកាសជានាំគ្នាតាមសម្រាប់លោកចោលមិនខានគ្រប់យ៉ាងដែលគាត់ធ្វើនេះគឺចង់ឃើញចៅប្រុសរបស់ខ្លួនចេះលត់ដំខ្លួនឯងតស៊ូអត់មុននៅរឿងរ៉ាវរ៉ាមាជាច្រើនទាំងអស់នេះហើយដែលគាត់ខំប្រឹងបិទបាំងសមត្ថភាពរបស់លោក
ចំណែកអ្នកភូមិនៅក្នុងកោសម្ព័ន្ធទាំងអស់ក៏សង្ឃឹមថាថ្ងៃណាមួយលោកនឹងអាចជួយឲ្យពួកគេរួចផុតពីការគ្រប់គ្រងនៃអាណាចក្រអមតៈដូចគ្នានិយាយរួចហើយនាងក៏បានដើរចេញមកទៅចំណែកប៊ូកាងវិញនៅក្នុងចិត្តរបស់គាត់នឹកទៅដល់ប៉ៃកៃតែនៅក្នុងពេលនេះគាត់មិនដឹងថាពេលណារបួសរបស់គាត់អាចជាសះស្បើយនោះទេណាមួយស៊ីស៊ីងគឺជាមនុស្សមកពីអាណាចក្រអមតៈដែលមានធម៌ពលខ្លាំងក្លាមួយរូបអញ្ចឹងមានតែគាត់ខំប្រឹងហាត់វិជាគោលបន្ថែមទៀតតែប៉ុណ្ណោះទើបអាចយកឈ្នះគេបានបន្ទាប់ពីនឹងមកទៀតអ្នកភូមិនៅក្នុងកោសម្ព័ន្ធស៊ីយ៉ែនទាំងអស់ក៏បានប្រជុំគ្នាម្ដងទៀតនិយាយពីរឿងថាត្រូវធ្វើយ៉ាងណាបន្តទៀតបន្ទាប់ពីលោកតាពូស៊ីមិនបាននៅទីនេះអាឡានក៏បាននិយាយថាមុនពេលដែលលោកតាពូស៊ីចាក់ចេញទៅក៏បានឲ្យចំហាយនេះគ្រីមកឲ្យខ្ញុំដែលភ្ជាប់ជាមួយនឹងការមើលឃើញអនាគតការរបស់គាត់អញ្ចឹងខ្ញុំនឹងបើកឲ្យអ្នកទាំងអស់គ្នាស្ដាប់និយាយរួចនាងក៏ប្រើវិជាសាស្ត្ររបស់នាងបើកនៅចំហាយនេះគ្រីអាឡានក៏បាននិយាយតាមលោកតាពូស៊ីប្រាប់ថាមិនយូរប៉ុន្មានកោសម្ព័ន្ធស៊ីយ៉ែននឹងត្រូវគេវាយប្រហារចំណែករូបខ្ញុំក៏មិននៅទីនេះទៀតនោះដែរអញ្ចឹងអ្នកទាំងអស់គ្នាមិនចាំបាច់តាមរកខ្ញុំនោះទេគឺត្រូវធ្វើយ៉ាងណាការពារអកើឲ្យបានដល់ពេលឮសំឡេងមួយម៉ាត់ចុងក្រោយក៏បានធ្វើឲ្យអាឡាភ្ញាក់ព្រឺតែម្ដងទឹកមុខរបស់នាងក៏ចាប់ផ្ដើមប្រែប្រួលនាងក៏បានបញ្ចប់ការនិយាយត្រឹមតែប៉ុណ្ណឹងហើយនោះក៏ព្រោះតែពាក្យចុងក្រោយដែលនិយាយថាបើសិនជាអាចសម្លាប់ប៉ៃខៃចោលតែម្ដងទៅពាក្យទាំងអស់នេះពេលដែលនាងស្ដាប់ឮហើយនាងមិនអាចនិយាយបាននោះទេបន្ទាប់ពីនាងបញ្ចប់ការនិយាយត្រឹមតែប៉ុណ្នេះស៊ីឌៀនក៏ងើបឡើងមកស្រែកនិយាយថាហើយដើម្បីមិនជាពួកយើងត្រូវការពារក្មេងម្នាក់នេះតាំងពីគេចូលមកកោសម្ព័ន្ធរបស់យើងឬជាតែកើតឡើងបន្តរហូតដល់ពេលនេះយើងត្រូវបែកខ្ចែកគ្នាអស់នៅក្នុងពេលនឹងក៏មានចំនួនពីសម្ដីរវាងស៊ីឌៀននិងអាឡានប៉ុន្តែក៏ត្រូវបានអ្នកស្រីកូស៊ឺចេញមុខមកខ្វាត់ហើយក៏បានប្រកាសប្រាប់អ្នកទាំងអស់គ្នាឲ្យធ្វើតាមសម្ដីរបស់លោកតាពូស៊ីបន្តទៀតបន្ទាប់ពីនឹងមកទៀតអ្នកទាំងអស់គ្នាក៏បានបំបីគ្នាជួទៅសម្រាប់អស់ទៅចំណែកទូពលរបស់យើងក៏បានដើរមកនិយាយជាមួយនឹងអាឡានថាអាឡានបើសិនជារឿងទាំងអស់នេះគឺជាលោកតាពូស៊ីបាននិយាយពិតមែនអញ្ចឹងដំបូងខ្ញុំត្រូវទៅជួយប៉ៃខែជាមុនសិនឬបែបនេះអាឡានក៏ឈឹបប្រាំប្រកាយតែម្ដងថាបើសិនជាលោកចង់ទៅអាណាចក្រស្ដេចវាមានចម្ងាយឆ្ងាយខ្លាំងណាស់មិនដឹងថាលោកអាចទៅដល់ដែរឬអត់នោះទេណាមួយលោកក៏មិនមែនជាដៃគូរបស់ស៊ីស៊ីងនឹងដែរដល់ពេលហើយវូកាងក៏បាននិយាយតបទៅវិញថាខ្ញុំដឹងថាខ្ញុំមិនអាចទៅរួចជាមួយនឹងគេប៉ុន្តែប៉ៃខែខ្ញុំមិនអាចទុកនាងចោលបានដូចគ្នានាងលះបង់ជីវិតច្រើនខ្លាំងណាស់ដើម្បីជួយខ្ញុំណាមួយខ្ញុំក៏មានផែនការរបស់ខ្ញុំដែរអ្វីដែលខ្ញុំត្រូវធ្វើនោះគឺពេលទៅដល់អាណាចក្រស្ដេចខ្ញុំត្រូវស្វែងរកលោកពូរបស់ខ្ញុំស៊ឺយីជាមុនសិនអាឡាននេះតែបារម្ភខ្លាចថាទៅពូននៅក្នុងខ្លួនរបស់វូកានៅមិនទាន់ពេញលេញនៅឡើយបើទៅនៅក្នុងពេលនេះដូចជាទៅរកសេចក្តីស្លាប់អញ្ចឹងតែទូពលរបស់យើងនៅតែប្រកែកជាដាច់ខាតបើទោះបីជាគាត់ត្រូវវាយចាញ់ស៊ីស៊ីងក៏ដោយបន្ទាប់ពីនឹងមកទៀតអាឡានក៏បានដើរមករកអ្នកស្រីកុងស៊ឺដើម្បីនិយាយគ្នានៅក្នុងពេលនឹងអ្នកស្រីកុងស៊ឺក៏បាននិយាយប្រាប់នាងថាអាឡាណាខ្ញុំមើលទៅឯងដូចជាធ្វើរឿងខ្លាំងលើលួពេកហើយនិយាយប្រាប់ខ្ញុំឲ្យត្រង់មកតែឯងហើយនឹងវូកាមានតំណែងតំណងអ្វីជាមួយនឹងគ្នាសេសាឡានក៏បាននិយាយតបទៅវិញថាអ្នកស្រីដូចជាយល់ច្រឡំជាមួយនឹងខ្ញុំហើយនឹងគាត់ហើយពួកយើងគ្រាន់តែជាគ្រូហើយនឹងសិស្សតែប៉ុណ្ណោះគ្រាន់តែនិយាយបែបនេះអ្នកស្រីកុងស៊ឺដឹងមុនបាទថាអាឡានប្រកាសជាប្រកែកហើយអ្វីដែលគាត់ចង់ប្រាប់នេះនោះគឺថាមនុស្សមិនអាចស្រឡាញ់គ្នាជាមួយនឹងទេវតាបាននោះទេបើទោះបីជាអាឡានប្រកែកបែបនេះតែគ្រប់គ្នាក៏នៅតែដឹងក៏ពួកគ្រប់យ៉ាងនាងហាក់ផ្លែជាព្រួយបារម្ភជាមួយនឹងវូកាជាអាយុជីវិតខ្លួនឯងទៅទៀតអ្នកស្រីកុងស៊ឺក៏បានលើកឧទាហរណ៍ពីស៊ីងស៊ឺយុនហើយនឹងស្ដេចស៊ីងដែលសារតែទេវតាស្រឡាញ់គ្នាជាមួយនឹងមនុស្សទើបបានជាសោកនាដកម្មកើតឡើងចំពោះពួកគេមួយវិញទៀតនោះប៉ៃខៃហើយនៅវូកាងបានសាងរឿងជាច្រើនខ្លាំងណាស់ជាមួយនឹងគ្នាពួកគេទើបជាដៃគូដល់ពេលឮអ្នកស្រីកុងស៊ឺនិយាយបែបនេះហើយអារឹងរបស់អាឡានក៏ចាប់ផ្ដើមរៀងស្ងប់បន្តិចទាំងអស់នេះគាត់គ្រាន់តែចង់ដាស់តឿនឲ្យនាងចាក់ឆ្ងាយពីវូកាងក៏ធ្វើឲ្យលើលួសជាងនេះបន្តទៀតព្រោះខ្លាចថាទៅដល់ពេលចុងក្រោយវាអាចធ្វើឲ្យនាងខកចិត្តយ៉ាងខ្លាំងអាឡានក៏បាននិយាយប្រាប់ទៅកាន់អ្នកស្រីកុងស៊ឺថាតាមពិតវូកាងគាត់ចង់ធ្វើដំណើរទៅរកស៊ីស៊ីងដើម្បីជួយសង្គ្រោះប៉ៃខៃប៉ុន្តែរបួសរបស់គាត់នៅមិនទាន់ជាសះស្បើយនៅឡើយខ្ញុំគ្រាន់តែខ្លាចគាត់មានបញ្ហាអ្វីតែប៉ុណ្ណោះចុងក្រោយអ្នកស្រីកូស៊ឺគ្រាន់តែនិយាយថាត្បិតតែលោកតាហ្វូស៊ីចង់ឲ្យពួកយើងការពារវូកាងពិតមែនប៉ុន្តែដោយនាងដឹងស្រាប់តែថាប៉ៃខៃមានសារៈសំខាន់ខ្លាំងណាស់ចំពោះគេបើទោះបីជាយើងហាមខ្វល់គាត់ក៏នៅតែគាត់ទៅដដែលតែរបួសរបស់គាត់មិនជាសះស្បើយវិជាគុណក៏មិនតគ្រប់គ្រាន់ឈានដល់កំពូលដូចគេក៏នៅតែគាត់ព្យាយាមទៅរកស៊ីស៊ីងដដែលនាងគួរតែបណ្ដាគាត់ទៅមិនថាមានរឿងអ្វីកើតឡើងនោះទេគ្រប់យ៉ាងសិតសឹងតែជាវិស្តាបន្ទាប់ពីនិយាយគ្នាជាមួយនឹងអ្នកស្រីកុងស៊ឺហើយអាឡានក៏បានដើរមកនិយាយប្រាប់វូកានថានៅព្រឹកស្អែកនេះខ្ញុំនឹងធ្វើដំណើរទៅអាណាចក្រស្ដេចជាមួយនឹងលោកទូពលរបស់យើងគ្រាន់តែលើបែបនេះសប្បាយចិត្តជាខ្លាំងដំបូងគិតស្មានថានាងបដិសេធផងរឿងក៏លោកចូលមកទូអាយសេរបស់យើងប៉ៃកៃបន្ទាប់ពីនាងត្រូវបានស៊ីស៊ីងចាប់យកទៅឥឡូវនេះនាងក៏បានដឹងខ្លួនមកវិញហើយមើលទៅជុំវិញខ្លួនរបស់នាងកំពុងស្ថិតនៅក្នុងទឹកដីមួយដែលត្រូវបានគេបោះបង់ចោលគ្មានមនុស្សសូម្បីតែម្នាក់មើលទៅអាណាចក្រស្ដេចប្រហែលជាត្រូវគេបោះបង់ចោលយូរណាស់មកហើយបន្ទាប់ពីប៉ៃកៃដឹងខ្លួនមកវិញនាងក៏ព្យាយាមដើរមើលជុំវិញខ្លួនក៏ឃើញថាសភាពនៅក្នុងក្រុងមួយនេះមើលទៅរញ៉េរញ៉ៃដូចជាត្រូវគេទុកចោលតាំងពីសតវត្សណាមុនអញ្ចឹង
ដល់ពេលដាក់ចូលដាឡើងនាងក៏បានជួបជាមួយនឹងស៊ីស៊ីងបាយខែក៏បានស្រែកសួរទៅគេជាច្រើនលើកជាច្រើនដងដល់ពេលដែលគាត់ដឹងថាស៊ីស៊ីងយប់ឡើងគេមិនได้ដេកនោះទេបើហ៊ានតែដេកគូក្បាលរបស់គេប្រកាសជាត្រូវធ្វើរឿងណាមិនល្អមិនខានអញ្ចឹងតាបានជាគេចាក់ចង្វាក់ខ្លួនឯងដល់ថ្នាក់នេះនៅក្នុងពេលដែលក៏ឃើញថាមានឱកាសបាយខែក៏ព្យាយាមរត់គេចខ្លួនចេញពីទីនេះប៉ុន្តែដើមមិនបានឆ្ងាយណានាងក៏ត្រូវកូនចៅរបស់ស៊ីស៊ីងរត់ដេញតាមចាំដល់ពេលចឹងក៏ធ្វើឲ្យនាងភ័យរត់រកកន្លែងពួនបាត់ទៅចូលមកខាងវូកាំងវិញបន្ទាប់ពីគាត់សម្រេចចិត្តទៅអាណាចក្រស្ដេចហើយតែអស់គ្នាក៏បានមកជួនដំណើររបស់គាត់អ្នកស្រីកូស៊ឺក៏បាននិយាយប្រាប់អាឡានហើយនឹងវូកាំងឲ្យប្រយ័ត្នខ្លួនទៅជួបជាមួយនឹងស៊ីស៊ីងព្រោះពួកថាកម្មពលរបស់គេនោះមានកម្លាំងខ្លាំងណាស់ចំណែកប្រុសប្រមឹកសុងស៊ីក៏បានដើរមកខូចនឹកឃ្លុកទឹករបស់គាត់ឲ្យមកទូប្រូរបស់យើងដើម្បីទប់ការពីខ្លួនណាមួយត្រូវធ្វើដំណើរផ្លូវឆ្ងាយប្រកាសជាស្រីទឹកមិនកានគាត់ក៏បាននិយាយបន្ថែមទៀតថាឃ្លុកមួយនេះវាមិនចេះអត់ទឹកនោះទេហើយវាថែមទាំងជួយឲ្យបានច្រើនទៀតផងរាយស៊ីឌៀនពេលឃើញចឹងហើយគេក៏បានដើរមកផ្ដល់នូវធម្មពលរន្ទះរបស់គេហើយនិយាយប្រាប់ទៅវូកាំងថាកុំគិតតែយើងឲ្យវាទៅឯងស្រួលនោះយើងគ្រាន់តែចង់ឲ្យឯងការពារអាឡានតែប៉ុណ្ណោះហើយបើមានរឿងអ្វីកើតឡើងចំពោះនាងយើងមិនអត់ឲ្យឯងនោះទេអស់ពីនៅមកវូកាំងហើយនៅសេសាឡានក៏បានធ្វើដំណើរចាក់ចេញទៅអាណាចក្រស្ដេចតែពីរនាក់បន្ទាប់ពីធ្វើដំណើរផ្សងព្រេងអស់កន្លះថ្ងៃវូកាំងក៏បាននាំយកឃ្លុកទឹករបស់សុងស៊ីមកផឹកហើយនេះមែនឃ្លុកទឹកមួយនេះពិតជាផឹកមិនងាយអត់ទឹកពិតមែនបន្ទាប់មកពួកគេក៏បានចែកទឹកគ្នាញ៉ាំតែអាឡានក៏បានឃើញរបួសដៃរបស់វូកាំងតែទឹកមុខរបស់គាត់ព្រួយបារម្ភជាខ្លាំងទូប្រុសរបស់យើងក៏បាននិយាយតបទៅនាងវិញថានាងមិនបាច់បារម្ភអីនោះទេដៃរបស់ខ្ញុំគ្រាន់តែរលាកភ្លើងតែប៉ុណ្ណោះមិនយូរមិនឆាប់វាគង់តែជានោះទេហើយវូកាំងក៏ជិះសួរតាមទៀតថាតើពេលណាពួកយើងអាចទៅដល់អាណាចក្រស្ដេចបានអាឡានក៏បាននិយាយតបទៅកាន់វូកាំងវិញថានិយាយទៅអាណាចក្រស្ដេចគឺស្ថិតនៅលើវាលសាច់មួយនេះមនុស្សធម្មតាដើរមិនដល់នោះទេហើយយើងគ្រប់គ្នាក៏មិនដឹងថាវានៅកន្លែងណាពិតប្រាកដនោះដែរនាងនិយាយបែបនេះមានន័យថាអាណាចក្រស្ដេចគឺជាអាណាចក្រលាក់កំបាំងគ្មានទិសដៅច្បាស់លាស់ចង់រកមានតែផ្សងព្រេងតែប៉ុណ្ណោះចំណែកទូពណ៌របស់យើងគាត់ក៏ដូចជាមានទំនុកចិត្តខ្លាំងណាស់នៅក្នុងការយកឈ្នះទៅលើស៊ីស៊ីងអញ្ចឹងមានតែចាំមើលផែនការរបស់គាត់ថាគាត់គិតធ្វើយ៉ាងដូចម្ដេចចូលមកខាងប៉ៃខៃអានេះវិញបន្ទាប់ពីនាងមិនអាចរត់គេចខ្លួនពីទីនេះបានឥឡូវនេះនាងក៏ត្រូវបានអាកោស៊ីស៊ីងចាប់ឲ្យនាងមកធ្វើជាចុងភៅបាត់ទៅហើយគេថែមថាឲ្យនាងត្រូវធ្វើម្ហូបឲ្យអ្នកទូរបស់គេជារៀងរាល់ថ្ងៃទៀតផងបើមិនចឹងទេគេនឹងចាប់នាងស៊ីទៅរស់មើលតែគាត់នេះដូចជារោគចិត្តចឹងមិនដឹងនោះទេរាប៉ែខៃវិញនាងក៏ចិត្តតែធ្វើតាមសម្ដីរបស់គាត់នេះរងចាំពូកាមកជួយនាងតែប៉ុណ្ណោះបន្ទាប់ពីនឹងមកទៀតទូអៃសេរបស់យើងក៏បាននាំយកនៅនោះប៉ាទៅដាក់ឲ្យអ្នកទូទាំងអស់ដែលស៊ីស៊ីងបានចាប់ឃុំទុកតែមើលទៅពួកគេទាំងនោះដូចជាក្លៀងខ្លាំងណាស់អញ្ចឹងគ្រាន់តែហុចនំប៉ាមកដល់មាត់ទ្វារផងក៏លូកដៃចាប់សវេសវ៉ាពេញនឹងបាត់ទៅហើយដល់ពេលអ្នកទូចុងក្រោយប៉ែខៃក៏បានស្រែកនិយាយថាដល់មកពិសាបាយហើយលោកឆាប់មកយកនំប៉ាញ៉ាំទៅនៅក្នុងពេលដែលនាងហុចនំប៉ាទៅដាក់នៅមាត់ទ្វារចាប់មួយក្បាលក៏បានហោះចូលទៅក្នុងគុកមួយនោះហើយក៏បានបង្ហាញនៅរូបរាងបរិសុទ្ធសដែលត្រូវជាពូរបស់វូកានឹងឯងប្រិមត្តទាំងអស់គ្នាមិនដឹងថានៅចាំគាត់ដែរឬអត់នោះទេនេះគាត់គឺជាម្ចាស់ដែលទៅសង្កត់មេឃដែលចេញនៅក្នុងពាក្យពីរនៃសាច់គ្រឿងរបស់យើងនៅក្នុងពេលដែលប៉ៃខៃក៏គិតស្មានថាបរិសុទ្ធសម្នាក់នោះនឹងសម្រាប់ចាំមួយក្បាលនោះបាត់ទៅហើយតែមានមកពីណាគាត់ក៏បានប្រឡែងវាទៅវិញស៊ឺជីដើរទៅរបស់គាត់មានទម្ងន់ធ្ងន់ខ្លាំងណាស់ប៉ុន្តែបែរជាមកចាញ់នៅក្នុងដៃរបស់ស៊ីស៊ីងនោះក៏ពុទ្ធតែគាត់លឺថាស្ដេចស៊ីងត្រូវបានស្លាប់គឺធ្វើឲ្យគាត់អស់ចិត្តពីក្នុងការប្រកួតប៉ុន្តែយ៉ាងណាបរិមម្នាក់នេះនៅមិនទាន់ស្លាប់នៅឡើយអញ្ចឹងយើងចាំមើលថានៅវគ្គក្រោយទៀតឡងមួយប៉ុណ្ណានោះកុំភ្លេចតាមដានជាមួយនឹង admin ទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាដែលតាមដានរឿងនេះពីដើមដល់ចប់ខ្ញុំបាទ admin មួយរឿងដែលជប់ក៏សូមគោរពលាអ្នកទាំងអស់គ្នាត្រឹមប៉ុណ្្នេះសិនជួបគ្នានៅវីដេអូបន្តទៀត